សំដីត្រង់នៅលើលោកនេះគ្មាននរណាដែលមានសំដីត្រង់ហើយមានអត្ថរសជាងពុទ្ធទេប៉ុន្តែក៏នៅតែមានអ្នកដែលស្អប់ពុទ្ធមិនចូលចិត្តនេះតកតងទៅនឹងមនុស្សសំដីត្រង់ពុទ្ធបើថាសាវកប្រព្រឹត្តមិនល្អនៅក្នុងរឿងអីមួយព្រះអង្គថាត្រូវឌីលគឺឌីលហើយមនិលមុខបរោះឬក៏ប្រើភាសាថោកទាបអីហ្នឹងទៅពុទ្ធប្រើមិនអត់ប្រើទេប៉ុន្តែឥឡូវនេះសម័យនេះបើសិនជាមានព្រះគ្រូចាតិកាវត្តឬក៏ព្រះមន្ត្រីសង្ឃណាមួយដែលលោកមានបុណ្យឋានៈឋានន្តរស័ក្តិខ្ពស់តើលោកហ៊ានប្រើលោកឯងនឹងថោកទាបមែនជាមួយចុះពីអាចលួចរីខតសំឡេងឬក៏ថតជាវីដេអូដើម្បីបំផ្លាញនៅកិត្តិយសគេឈ្មោះសម័យពុទ្ធគ្មាននរណាដែលហ៊ានហើយដែលមានពាក្យសម្ដីខ្លាំងជាងពុទ្ធទេសំបីព្រំក៏ពុទ្ធឌីលដែរឲ្យតែត្រូវឌីលពុទ្ធទ្រង់ឌីលពុទ្ធបរិស័ទឬក៏ឌីលតេះឌីលភិក្ខុសង្ឃក៏មានហេតុដែរមិនចិត្តតែឌីលនឹកឃើញតាមអារម្មណ៍ឯអាហ្នឹងនិយាយពីពុទ្ធហើយបើនៅសម័យនេះយើងក៏គិតថាมันខុសពីសម័យព្រះប្រមាណគាត់ថាមួយជាពុទ្ធហើយមួយជាឋានៈជាសមត្ថសង្ឃជាព្រះគ្រូចាតិកាទៅជាពហុសោតទៅជាគ្រូសោតទ្វេងស្ដាំទៅឬក៏ជាព្រះមន្ត្រីសង្ឃឬក៏ជាសមុឬក៏ជាព្រះបលាត់អីចឹងជាដើមទៅអានឹងកាលណាបើប្រើពាក្យធ្ងន់អានឹងអាចមានបញ្ហាមកខ្លួនឯងវិញតែអ្វីដែលខ្ញុំនិយាយនេះមិនមែនមានន័យថាលើកឲ្យកាលណាគូព្រះអង្គប្រើប្រាស់ភាសាមនុស្សថោកទាបអីចឹងមិនទេប៉ុន្តែចង់និយាយថានៅសម័យព្រះគ្មាននរណាដែលមានសម្ដីត្រង់ជាងព្រះទេមានទេកូនល្មើសគុណអីបើថាពុទ្ធត្រង់និយាយចំគឺចំហើយសេចក្តីវិនិច្ឆ័យដូចគ្នាអ្នកដេកច្រើនវិនិច្ឆ័យគឺវិនិច្ឆ័យហើយមិនមែនថាមិនរីកចម្រើនមិនចម្រើនទេអត់ទេវិនិច្ឆ័យគឺវិនិច្ឆ័យដូចនៅក្នុងបរាភិបសូតអញ្ចឹងអ្នកដេកច្រើនមួយនិយាយច្រើនមួយស៊ីអត់មានពេលវេលានឹងមួយដើរលេងគ្មានព្រំដែននឹង4ហើយនិយាយទៅច្រើនហើយពោលថ្មាស់ទេសដៀលដល់ភិក្ខុសង្ឃហើយជាដើមហើយមិនដឹងគុណឪពុកម្ដាយហ្នឹងពុទ្ធសម្ដែងថាវិនិច្ឆ័យនិយាយវិនិច្ឆ័យចំអញ្ចឹងហ្មងអត់មានចាំបាច់បោបាច់រចនាអីច្រើនក៏អត់ទេព្រោះវិនិច្ឆ័យគឺវិនិច្ឆ័យហើយវិនិច្ឆ័យសន្តិអសេសតោបើមិនចង់ឲ្យមានសេចក្តីវិនិច្ឆ័យទេគឺត្រូវដឹងគុណឪពុកម្ដាយសង្គ្រោះបុត្រនិងភរិយាសង្គ្រោះកូនសង្គ្រោះស្វាមីសង្គ្រោះញាតិខាងខ្លួនឯងខាងញាតិខាងស្វាមីឬក៏សង្គ្រោះមនុស្សជុំវិញខ្លួនដែលអាចសង្គ្រោះទៅបានចឹងហើយកុំឲ្យថាឲ្យតែអ្នកដែលនៅជាពុទ្ធជនគឺប្រើប្រាស់ពាក្យសម្ដីអាក្រក់មែនទេចឹងការប្រើប្រាស់ពាក្យសម្ដីនេះគ្មានណាគេដល់ព្រះទេប៉ុន្តែការប្រើប្រាស់ពាក្យសម្ដីថ្មាស់ទេសដៀលដល់សាវកគឺជាការចេញដោយបតីករណាមិនមែនចេញមកដោយអហិង្សាដោយហិង្សាដោយការបៀតបៀនដោយគំនុំអីគឺអត់មានទេគឺដោយបតីករណាតែប៉ុណ្ណោះពីព្រោះអីនៅក្នុងបតីរបស់ពុទ្ធគឺអត់មានរាគៈទោសៈមោហៈទេអត់មានទិដ្ឋិតណ្ហាអត់មានឧបាទានអត់មានអស្មិមានះទេគឺក្នុងបតីរបស់ព្រះអង្គគឺបរិសុទ្ធដូចទឹកដែលគ្មានកកនៅក្នុងបាតទឹកបាតពាងគឺអត់មានទេគឺថ្លាវង់ស្អាតហ្មងមិនប្រឡាក់ដោយរាគៈទោសៈមោហៈហ្នឹងគឺអត់ប្រឡាក់ទេអញ្ចឹងដែលព្រះអង្គទ្រង់ពោលព្រះវាចាពោលពុទ្ធដីកាទៅហ្នឹងគឺដោយបតីករណាតែប៉ុណ្ណោះខុសពីពុទ្ធជនយើងឆ្ងាយណាស់